ថ្ងៃនេះខ្ញុំមានរឿងមួយចង់និយាយទៅកាន់អ្នកគ្រប់គ្នាឲ្យបានដឹងពីអារម្មណ៍ពិតរបស់ខ្ញុំហើយថ្ងៃនេះក៏ជាថ្ងៃដ៏ពិសេសសម្រាប់ជីវិតខ្ញុំហើយក៏ជាថ្ងៃដែលខ្ញុំចង់និយាយពីអារម្មណ៍ពិតរបស់ខ្ញុំទៅកាន់នារីម្នាក់ដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំជាពិសេសផងដែរទេសាចាប់តាំងពីពេលដែលបងបានស្គាល់អូនមកទើបបងដឹងថាអ្វីទៅជាស្នេហាពិតប្រាកដអ្វីទៅជាការស្រឡាញ់ដោយភាពស្ម័គ្រស្មោះមិនលាក់លៀមហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់អូនគឺជាមនុស្សម្នាក់ដែលបានកែប្រែជីវិតបងស្ទើរតែទាំងស្រុងទៅហើយបងគិតថាបងពិតជាសំណាងណាស់ដែលបានរកអូនមកធ្វើជាគូអនាគតរបស់បងអូនគឺជានារីម្នាក់ដែលឆ្លាតវាងវៃចេះគោរពចាស់ទុំចេះជួយទុកធុរៈបងនិងការងារផ្សេងគឺអូនមិនដែលបានត្អូញត្អែរនោះទេគឺអូនមានតែខិតខំប្រឹងប្រែងដើម្បីជីវិតគ្រួសារយើងទាំងពីរឲ្យមានសុភមង្គលអូនដឹងទេថាអូនល្អប៉ុណ្ណាហើយអូនដឹងអត់ថាអូនអស្ចារ្យខ្លាំងណាស់ព្រោះតែអូនល្អបែបនេះហើយទើបបងចេះតស៊ូខិតខំប្រឹងប្រែងមិនដែលខ្លាចនឿយហត់ក្នុងជីវិតរបស់បងឡើយទេសាអូនគឺជាជីវិតរបស់បងអូនគឺជាកម្លាំងចិត្តរបស់បងហើយក៏ជាដង្ហើមរបស់បងផងដែរនិយាយទៅបងពិតជាគ្មានអ្វីក្រៅពីពាក្យថាអរគុណអូនដែលបានរួមខ្នើយជីវិតជាមួយនឹងបងហើយស្រឡាញ់អាណិតបងជីវិតរបស់បងមានត្រឹមអូនម្នាក់គឺបងគ្រប់គ្រាន់ហើយហើយបងសុំទោសនៅរឿងកន្លងមកដែលបងតែងតែធ្វើឲ្យអូនពិបាកចិត្តធ្វើឲ្យអូនគិតច្រើនបងសន្យាចាប់ពីពេលនេះទៅគឺបងឈប់ធ្វើឲ្យអូនពិបាកចិត្តដោយសារបងទៀតហើយយើងនឹងចាប់ដៃគ្នាឆ្ពោះទៅរកអនាគតមួយដ៏ល្អប្រសើរជាមួយគ្នាបងស្រឡាញ់អូនទេសា